គ្មានអ្វីសាហាវជាមនុស្សទេបងប្អូនប្តីធ្វើការសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃដោយយកកំបិតអាដៃប្រពន្ធដាច់ចេញពីគ្នាហើយអាកកនៅនឹងមុខកូនតែម្ដងដោយរឿងហេតុដំបូងឡើយនឹងគឺដោយសារតែការបន្លែងគ្នាមិនទិញទូចហើយក៏កើតទៅជាកំហឹងឈានដល់ការសម្លាប់ប្រពន្ធហើយប្តីនឹងគ្មានការងារពិតប្រាកដទេនៅផ្ទះមួយថ្ងៃជក់តែថ្នាំការងារក៏មិនធ្វើដែរគិតតែពីរឿងប្រពន្ធរីឯប្រពន្ធនឹងការងារ100មុខមើលកូនផងធ្វើរោងចក្រផងហើយទទួលបាយទឹកប្រៃទៀតហើយនៅតែមិនត្រូវចិត្តនៅតែឆ្លោះប្រពន្ធជាបន្តបន្ទាប់ហើយបន្ទាប់ពីនឹងមកតែមិនដឹងថារឿងអីបានជាទៅធ្វើការសម្លាប់ប្រពន្ធខ្លួនឯងកាត់ដៃប្រពន្ធដាច់ចេញពីគ្នាមិនធម្មតាទេណាបងប្អូនប្រិមិត្តហើយកាត់ដៃអាកប្រពន្ធនឹងមុខកូនទៀតឲ្យកូននឹងស្រែកចាចតែម្ដងយីបងប្អូនចឹងមិនថាគ្មានអីសាហាវជាងមនុស្សទេលោកអើយលោកយកកាប់យកកូនវាចេញមកភុះវាជ្រែកម៉ែគេកាប់ខ្ញុំគ្រាន់តែមើលលូពូអានោះលេងកាន់កវត្តចេញពីផ្ទះវាមកខ្ញុំជ្រែកមកខ្ញុំជ្រែកអាពេជ្រកាប់មីកានីងាប់ហើយអាពេជ្រកាប់មីកានីងាប់ហើយហើយមុននឹងគាត់ឈានទៅដល់ការសម្លាប់ប្រពន្ធគាត់យ៉ាងសាហាវព្រៃផ្សៃហ្នឹងតើគាត់មានទំនាស់នឹងបញ្ហាអីដែរបងស្រីកូនថាបលែងគ្នាអាម៉េចធាក់អាម៉េចប្រពន្ធធាក់ប្តីធាក់ប្រពន្ធអាម៉េចអានោះខឹងទៅយកកវត្តមកចកត់កកាប់យកកូនវារត់ដូតកំរោចោលចឹងហ្នឹងហើយនៅពេលដែលគាត់កាប់ភ្លាមតើស្ថានភាពនៃសាកសពយ៉ាងម៉េចដែរបងស្រីដាច់ដៃសងខាងហើយឡើយនោះទៅឃើញបងបើហាមាត់នៅហប់ព្រៃសាយខ្លាំងបងមានព្រៃសាយដូចនេះតែឃើញតែឃើញមួយហ្នឹងគេអានេះខ្លាំងបងមានអ្នកណាខ្លះបងនៅក្នុងផ្ទះនៅពេលមុននឹងគាត់ធ្វើសកម្មភាពតែនៅក្នុងផ្ទះមានប្រហែលអ្នកមានជនរងគ្រោះមួយហើយជនដៃដល់មួយហើយនឹងក្មេងតូចអាយុ5ឆ្នាំមួយដែលជាត្រូវជាកូនរបស់ជនរងគ្រោះនេះកូដេរថៃម៉េះសម្រាប់ប្រពន្ធនៅមុខកូននេះក្នុងនាមអារម្មណ៍បងឯងត្រូវជាបងប្រុសបកើតរបស់បងស្រីដែលត្រូវជាប្រពន្ធត្រូវបានប្តីកាប់សម្លាប់បាយមានអារម្មណ៍បែបណាដែរនៅពេលដែលឃើញសាច់ថ្លៃធ្វើសកម្មភាពដ៏សាហាវព្រៃផ្សៃយងខ្នងដាក់អូនបាយដល់ថ្នាក់កាត់ដាច់ចេញពីខ្លួនហើយអាកកបែបនេះបងសុំទោសខ្ញុំអត់មានអីនិយាយចាញ់ខ្ញុំបងព្រោះអីខ្ញុំវាហួសចិត្តពេកដែរអតចរិតឃាតករដែលត្រូវជាប្អូនថ្លៃបាយហ្នឹងតើចរិតគាត់ចាំមិនដែរបងប្រុសបើតាមខ្ញុំនៅក្បែរគាត់ចរិតគាត់គឺឆាវឆាវខ្លាំងអញ្ចឹងឮថាទ្រឹស្ដីមិនតែបងមកអែមបើពួកខ្ញុំ3នាក់បងប្អូននៅក្បែរនេះនិយាយអត់ឈ្នះវាម្នាក់ឯងមួយហ្នឹងអញ្ចឹងបាទហើយរាល់ថ្ងៃអត់មានកិច្ចការងារអីពិតប្រាកដទេអត់ដែរឃើញធ្វើការចូល3ខែហើយអញ្ចឹងរាល់ថ្ងៃហ្នឹងគឺពឹងលើដង្ហើមប្រពន្ធអ្នកធ្វើការចិញ្ចឹមរកលុយមកទៅប្រពន្ធហ្នឹងគឺមានកិច្ចការងារសពគ្រប់បែបយ៉ាងប្រពន្ធគាត់លឹមឡើងគាត់ធ្វើបាយទឹកឆ្អិនហើយហូបទាំងអស់គ្នាហើយគាត់ទៅធ្វើការហើយប្តីគេដាក់ប្រពន្ធទៅតល្ងាចម៉ោង4ប្រពន្ធចេញមកវិញដែរបានគាត់មកដល់ផ្ទះដែរតែគាត់អាចធ្វើការទេអត់ដែរធ្វើការអីទេឲ្យតែប្រពន្ធអ្នកធ្វើការឲ្យតែប្រពន្ធមើលកូនហើយគូមិនគូថាហៅមកបងដល់ថ្នាក់លេងយកកបិតមកកាត់ប្រពន្ធដល់ថ្នាក់ដាច់ដៃចេញពីខ្លួនរដងចំនួនវាមានតិចតួចក្នុងមួយអាទិត្យ2ដងឬ3ដងដែរតែវាមិនដល់ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងទេទើបតែថ្ងៃនេះក៏មិននឹកដល់រឿងធំដល់ថ្នាក់ហ្នឹងដែរបើសិនជាខ្ញុំវិញគឺមិនអាចធ្វើទៅរួចទេដល់ពេលអញ្ចឹងទៅគឺខ្ញុំហួសចិត្តហ្មងឥឡូវនេះបងមានទទួលបានដឹងដំណឹងខ្លះអត់ថាបងដែលត្រូវជាប្អូនថ្លៃបាយនេះក៏ព្យាយាមជិះម៉ូតូកិច្ចហើយត្រូវគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយបាទបងទៅទទួលបានដំណឹងប្រហែលជាម៉ោង9ហ្នឹងដែរអញ្ចឹងមានន័យថាប្រពន្ធក៏ស្លាប់ប្តីក៏ស្លាប់បាទទីតាំងកន្លែងកើតហេតុផ្ទះប្អូនបងឯងបង្កើតនេះតើស្ថិតនៅក្នុងភូមិអីសង្កាត់អីឃុំអីដែរនៅក្នុងភូមិពោធិ៍កណ្ដាលឃុំពោធិ៍អង្ក្រងស្រុកបាសែតខេត្តកំពង់ស្ពឺវេលាដែលបានធ្វើសកម្មភាពអាកដៃអាកកប្រពន្ធដាច់ចេញពីខ្លួននឹងតើកើតឡើងនៅក្នុងវេលាម៉ោងប្រហែលដែរបងប្រុសទុំម៉ោងចន្លោះម៉ោង7កន្លះឬក៏ម៉ោង8ថ្ងៃដែលគាត់កំពុងតែធ្វើសកម្មភាពគាត់មានជក់ថ្នាំឬមកក៏អត់គេថាប្រើនៅគ្រឿងស្រវឹងទេអត់មានគ្រឿងស្រវឹងទេប៉ុន្តែបើគ្រឿងញៀនក៏ខ្ញុំអត់ដឹងដែរពួកអីខ្ញុំអត់ដែលបានដើរហើយនឹងអត់បាននិយាយរកគ្នាទេពួកអីខ្ញុំអត់ចូលចិត្តចរិតគាត់អត់ចូលចិត្តចរិតជនដៃដល់ហ្នឹងខ្ញុំអត់ដែលនិយាយរកទេបងប្អូនជាទីមេត្រីបងប្រុសគាត់គឺជាបងបង្កើតរបស់បងស្រីដែលត្រូវជាប្រពន្ធរបស់គេហៅថាឃាតករដែលសម្លាប់ណាហើយបជាបងប្អូនឃាតករដែលសម្លាប់ប្រពន្ធនឹងត្រូវបានរត់គេចជិះម៉ូតូលួចម៉ូតូគេទៅទៀតដល់ពេលគេចទៅដល់កន្លែងម្ដុំចិត្តខេត្តតាកែវក៏បានជួបនៅគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់អញ្ចឹងមានថាប្រពន្ធស្លាប់មុនដោយសារប្តីសម្លាប់បន្ទាប់មកនឹងប្តីព្យាយាមរត់គេចត្រូវបានស្លាប់ក្រោយនៅពេលដែលជួបនៅគ្រោះថ្នាក់ចរាចរណ៍បងប្អូនខ្ញុំសូមលំអិតជុំវិញហេតុការណ៍នេះឲ្យបងប្អូនយល់បន្តិចមានន័យថាករណីនេះគឺប្តីបានធ្វើការសម្លាប់ប្រពន្ធហើយការសម្លាប់នឹងគឺសាហាវព្រៃផ្សៃណាដោយបានយកកំបិតមកធ្វើការកាត់ដៃប្រពន្ធដាច់ចេញពីខ្លួនហើយនឹងអាកកហើយកូនក៏កំពុងតែនៅក្នុងហេតុការណ៍នេះដែរកូនក៏ឃើញបែបហ្នឹងរត់មកស្រែកប្រាប់អ្នកជិតខាងថាជួយផងឪពុកខ្ញុំបានសម្លាប់ម្ដាយខ្ញុំហើយអាដៃដាច់ហើយដាច់ដៃហើយប្រជាពលរដ្ឋនៅចិត្តនេះលោកក៏បានធ្វើការអន្តរាគមជួយម្នាក់ម្ដាយមួយជើងដោយយកចបផងយកកបិតផងទៅបរិញ្ញាគេថាជនសង្ស័យខ្លាចទៅក៏បានទម្លាក់នៅកបិតដែលបានធ្វើសកម្មភាពនឹងចុះរត់ទៅខាងក្រោយទៅលួចម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋអ្នកជិតខាងហ្នឹងប្រភេទ LED
លួចបានសម្រាប់ទៅក៏ព្យាយាមជិះរថកិច្ចដល់ម្ដុំមួយនោះក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតតាមក្រោយបច្ចុប្បន្ននេះមានន័យថាប្រពន្ធក៏ត្រូវបានស្លាប់ដោយសារតែប្តីធ្វើការសម្លាប់ហើយប្តីដែលជាអ្នកសម្លាប់ហ្នឹងក៏បានព្យាយាមនៅក្នុងការរត់គេចទៅក៏បានជួបនៅគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ដូចគ្នាអញ្ចឹងមានន័យថាប្រពន្ធក៏ស្លាប់ប្តីក៏ស្លាប់នៅតែកូនទេដែលជាអ្នកកំព្រាហើយបងបង្កើតរបស់បងស្រីដែលត្រូវជាប្រពន្ធគឺគាត់ពិបាកទទួលយកណាស់ហើយគាត់ថាអត្តចរិតរបស់ប្តីហ្នឹងគឺមានន័យថាចរិតចេញមកគឺឆ្លើយហើយមិនមានអ្នកណានិយាយឈ្នះទេទ្រឹស្ដីមកអែមណាហើយអត់មានធ្វើអីទេម្លងរយៈពេល3ទៅ4ខែនេះគឺនៅតែផ្ទះគាត់ធ្វើការបានតែ5ថ្ងៃឯងហើយអត់មានការងារណាពិតប្រាកដលេងជក់តែថ្នាំអីផ្សេងចាំតែពឹងលើដង្ហើមប្រពន្ធដកប្រពន្ធធ្វើការរកលុយចិញ្ចឹមគ្រួសារកូនហើយនឹងបែរជាមិនគេថាមានសុភមង្គលទេបែរជានៅតែព្យាយាមរករឿងជីបន្តបន្ទាប់មិនដឹងថាតើយ៉ាងម៉េចទេរវងគ្រួសាររបស់គាត់ធម្មតាចានក្នុងរាវតែងតែដង្កិចក៏ប៉ុន្តែដង្កិចគុំដង្កិចដល់ថ្នាក់យកកបិតមកធ្វើការអាដៃឬមួយក៏អាកកប្រពន្ធដល់ថ្នាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយងក្នុងបែបនេះឥឡូវមានអីទៀតបងប្អូនអាណិតតាកូននៅត្រូវកំព្រាឪពុកកំព្រាម្ដាយបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបាទមេសារាមាត់រហ័សសម្ដីត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមខ្ញុំបាទមេសារានឹងធ្វើការអាប់ដេតក៏ដូចជារាយការណ៍នៅព័ត៌មានជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាបន្តទៀតខ្ញុំបាទមេសារាសូមអរគុណនិងសូមគោរពលាជួបគ្នាជាមួយខ្ញុំបាទមេសារានៅព័ត៌មានបន្តបាទសូមអរគុណ